រឿងក្អែកមួយជាក្អែក10បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលនិយមចូលចិត្តស្ដាប់រឿងនិទានខ្មែរបាទថ្ងៃនេះផងដែរ Channel រឿងនិទានខ្មែរសូមលើកយកនៅរឿងនិទានពីបុរាណមួយទៀតដែលបានដំណើរតគ្នាមករហូតមកដល់បច្ចុប្បន្ននេះហើយតើនៅក្នុងរឿងនេះមានអត្ថន័យខ្លឹមសារយ៉ាងណាបាទសូមរីករាយស្ដាប់កំសាន្តដូចតទៅរឿងក្អែកមួយជាក្អែក10មានដំណើររឿងកាលពីព្រេងនាយមានបុរស2នាក់ម្នាក់ឈ្មោះអាខិលនិងម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់មួយពាងហើយយកលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែប៉ាន់ចង្កឹះអកកំបោរដងប៉ុនកដៃស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរលក់អាខូចក៏ពុនពាងអាចនោះដើរលក់ដែរអាខិលទៅទីនេះអាខូចមកទីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពីនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតទៅលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យទៅអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រើលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើកំតែខែនេះក្រមហូបណាស់កុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចទៅឲ្យអាខិលហើយហាមថាផ្អកខ្ញុំក៏អញ្ចឹងដែរដល់ពេលស៊ីចម្បាកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរយរោមក្រែងវាស្អុយខ្មោះស៊ីមិនកើតវាអស់ជាតិខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីឆៅអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពេលណាអាខិលថាដូរដើរគេថាផ្អកចៅឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលទៅជិតពាងផ្អកយកកំបិតកោះអាចលាក់នោះបើកឡើងហើយលុកបានមួយក្តាប់ដាក់ផ្កាប់ទៅក្នុងចាននៅសល់ក្នុងដៃប៉ុន្មានក៏ដាក់ផ្លាប់ភ្លក់មើលងើបមុខឡើងលើថាយីផ្អកចាវអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិចក៏ខ្វក់ម៉ត់ម៉ងយ៉ាងហ្នឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងត្រីពោប្រពន្ធក៏លុកកោរាវរកក្បាលលុកបានពាក់កណ្ដាលក្អួតចង្អោជាង20ដកដឹងជាក់ថាជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលាបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំប៉ិចគិចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសោចទាំងពីរនាក់សោចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ
លុះទៅប្រទះនឹងអាខិលដើរពីនាយសើចប្រព្រាយនិយាយសួរថាឯងទៅណាអាខិលក៏ឆ្លើយថាអញទៅសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើខ្លើដែរហើយក៏សុកចិត្តដើរពីអ្នកទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរបានស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវក្លែងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ឋីស្ដីតនឹងអ្នកឯងអាមួយក៏ទៅបន្លំអាមួយក៏ទៅបន្លំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសោតព្រះធរកូនចៅតូចធំរវល់តែយំសោកអាខូចដើររកក្រដាស់បានធ្វើសម្បត្តិខ្លែងកាន់ដាវទៅសម្ដែងសោតធរគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកជរាហើយកូនហើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសบายចិត្តចុះកូនចៅប្រុសស្រីឃើញមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអ្នកអស់កូនចៅអញ្ជើញទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាកូនសួរថាឪពុកបានឲ្យកូនធរមកយករបស់មែនឬអាខិលឆ្លើយថាកូនអញឈ្មោះអាខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កាវកងសម្ពុតអាវផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអស់រួចបានប៉ុន្មានឲ្យវាយកចុះកូនចៅប្រុសស្រីចាញ់ឧបាយកលអាណិតអាខូចក៏ខឹងខ្លោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស់ចាឥឡូវហ្នឹងបើក្តារឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មមើមមាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវសម្លៀកបំពាក់និងកន្ទេលពុកខ្នល់ខ្នើយហើយថែមតុកថាសចានល្អអំបិលប្រហុក4ក្រឡអង្ករ5ការុងដាក់ផ្ទុកទៅឲ្យអាខូចអាខិលបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ទៅឲ្យអាខូចអនុត្រេកអរឡើងបរទេសចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលបចេញព្រិចរត់តាមទៅបន្តិចក៏តាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងឯអាមួយនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់យកបាយស៊ីមិនដឹងថា
មានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អស់រទេះចូលក្នុងព្រៃទៅជ្រុងទឹកផ្នែកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបរិសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបើលៃលោកយកទៅធ្វើជាទ្រព្យខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលះនឹងយករបស់ទាំងនោះទៅជូនរាជការដែនដីដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជ្រុះអាចមាញ់មានសត្វក្អែកមួយហើយចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឆឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែកពីរហើរចេញពីក្តិតប្តីអញតែឯងក៏មាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បរិសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបរិសក្រាបទូលថាទូលព្រះបង្គំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបរិសនោះក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបរិសនោះពាក់កណ្ដាលដាក់ឃ្លាំងបាទការនិទានរឿងក្អែកមួយជាក្អែក10ត្រូវបានបញ្ចប់តែមុននឹងបញ្ចប់ក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះនៅសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានហើយចូលរួមស្ដាប់នៅរឿងនិទានខ្មែរដែលខ្ញុំបាននិទានពីដើមរហូតដល់ចប់និងសូមកុំភ្លេចជួយ like ជួយ share និង subscribe ទៅលើ channel របស់ខ្ញុំគឺរឿងនិទានខ្មែរបាទដល់ពេលនេះខ្ញុំបាទក៏សូមបញ្ចប់ជួបគ្នានៅរឿងនិទានបន្ទាប់សូមអរគុណ